ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងtom .com អញ្ចឹងថ្ងៃនេះគឺយើងមកយល់ដឹងអំពីការប្រើប្រាស់ keyword នឹងស្វែងរកការងារនៅលើទំព័រមុខរបស់បងtomនឹងតាមបែបណាដែលតាមការចូលចិត្តរបស់យើងនឹងនៅក្នុងហ្នឹងបើយើងអត់ចង់ទៅមើលអីច្រើនទេយើងគ្រាន់តែមើលដឹងថាយើងគោលបំណងចង់មើលតែមួយទេគឺយើងទៅរហូតតែហ្នឹងទេឥឡូវថ្ងៃនេះគឺយើងមកមើលការងារផ្នែកខាង rural development ហ្នឹងគឺអភិវឌ្ឍជនបទឥឡូវគឺយើង input keyword បើសិនជាយើងឃើញពាក្យបើយើងចាំលេខ ID ការងារហ្នឹងគឺយើងគ្រាន់តែវាយលេខ ID នឹងចូលទៅតែបើអត់ទេគឺយើងចូលទៅកន្លែង career category ហ្នឹងប្រភេទការងារហ្នឹងគឺយើងចុចយកពាក្យ rural development ពាក្យ rural development ហ្នឹងគឺយើងផ្ដើមដោយអក្សរ A ដូច្នេះគឺយើងអូសចុះក្រោមមកតាមប្រភេទអក្សរហ្នឹងយើងរហូតដល់តែយើងឃើញអក្សរ A ចាំយើងឈប់ដូច្នេះគឺយើងឃើញហើយ rural development នៅក្នុងគឺយើងចុចទៅលើហ្នឹងទៅចាហើយតាក់ទងជាមួយនឹងទីតាំងបើយើងចង់បានទីតាំងនៅកន្លែងណាទៀតគឺយើងចុចតាមទីតាំងតាមខេត្តនីមួយៗទៅតែបើអត់ទេយើងមើលតែឲ្យតែមាន rural ហ្នឹងគឺយើងយកមកហើយតាក់ទងជាមួយនឹងប្រាក់ខែយើងចង់បានប្រាក់ខែត្រឹមកម្រិតណាទៅឥឡូវគឺយើងយកពី700ឡើងទៅចាយើងយកអាហ្នឹងទៅហើយនៅក្នុងហ្នឹងគឺយើងឃើញនៅខាងក្រោមពាក្យថា reset ហ្នឹងយើងអត់មើលទេអា procurement ad ហ្នឹងយើងដកចេញ scholarship យើងដកចេញ consultancy យើងដកចេញ internship យើងដកចេញយើងយកតែ job opportunity មួយទេឥឡូវបន្ទាប់មកគឺយើងយកតែពីរហ្នឹងទេយើងចុច search មកនៅក្នុងហ្នឹងកាលណាវាត្រូវជាមួយនឹងព័ត៌មានហ្នឹងគឺវាបង្ហាញហើយអញ្ចឹងតាក់ទងជាមួយនឹងប្រាក់ខែចាប់ពី700ឡើងទៅហ្នឹងគឺមានតែមួយកន្លែងទេដែលកំពុងតែត្រូវការជ្រើសបុគ្គលិកផ្នែកខាងអភិវឌ្ឍជនបទហ្នឹងឥឡូវគឺយើងទៅមើលនឹងការងារហ្នឹងគឺមានអីគេយើងចុចទៅលើហ្នឹងទៅអញ្ចឹងការងារនេះគឺមកពីខាងអង្គការក្តីសង្ឃឹម Lutheran កម្ពុជាចាអញ្ចឹង Lutheran Hope Cambodia Organization ការងារនេះគឺផុតកំណត់ថ្ងៃទី11ខែ7ហ្នឹងហើយណានៅថ្ងៃទី11ខែ1សំទោសថ្ងៃទី11ខែ1ណាចឹងគាត់មាន6មុខតំណែងនៅក្នុងហ្នឹងហើយតាក់ទងជាមួយនឹងការងារហ្នឹងគឺសុទ្ធតែជាគម្រោងដែលធ្វើការពាក់ព័ន្ធជាមួយនឹងខាងអភិវឌ្ឍជនបទហ្នឹងជាទូទៅការងារផ្នែកខាងអភិវឌ្ឍជនបទគឺភាគច្រើនមកពីខាងអង្គការនិងរដ្ឋាភិបាលណាវាជាគម្រោងដែលចាប់ផ្ដើមហើយបញ្ចប់នៅក្នុងរយៈពេលខ្លីឬក៏រយៈពេលវែងដូច្នេះយើងឃើញការងារឥឡូវគឺយើងមកមើលណាការងារនៅខាងអង្គការភាគច្រើនគឺមកគឺមានព័ត៌មានពេញឲ្យយើងមើលតែម្ដងឥឡូវគឺយើងមើលការងារហ្នឹងគឺពាក់ព័ន្ធជាមួយគេ farming ណា agriculture farming ហើយនៅ agriculture អញ្ចឹងនៅក្នុងគឺយើងមើលប្រាក់ខែពី500ដល់700អញ្ចឹងកាលណាបង្ហាញគឺកាលណាវាត្រូវជាមួយនឹងព័ត៌មានដែលយើងចង់ដឹងហ្នឹងគឺមកហើយណាហើយអញ្ចឹងនៅក្នុងមុខតំណែងហ្នឹងគេត្រូវការអីខ្លះនៅក្នុងមុខតំណែងគេតម្រូវការអីខ្លះបទពិសោធន៍ចាប់ពីប្រហែលឆ្នាំទៅគេដាក់នៅក្នុងហ្នឹងហើយតាក់ទងជាមួយនឹងការងារនៅខាងអង្គការគាត់មានតម្រូវការខ្ពស់សមទៅតាមកម្រិតប្រាក់ខែហើយតាក់ទងជាមួយនឹងឯកសារវិញក៏ច្រើនជាងក្រុមហ៊ុនឯកជនដែរដូច្នេះយើងមកមើលមុខតំណែងផ្សេងដែលគេដាក់នៅក្នុងហ្នឹងទៀតហ្នឹងត្រឹមតែ project officer ហ្នឹងក៏ប្រាក់ខែ500ដល់700ដែរណាចឹងគឺជាឱកាសល្អសម្រាប់ពួកយើងមានគោលបំណងចង់ធ្វើការនៅខាងអង្គការណាហើយជាពិសេសអភិវឌ្ឍខាងផ្នែកជនបទទៀតបើយើងចូលចិត្តការងារខាងក្រៅខាងក្នុងគឺការងារហ្នឹងត្រូវចំពោះយើងហើយណាចាអញ្ចឹងយើងចាប់អារម្មណ៍ខាងអភិវឌ្ឍជនបទគឺយើងចូលទៅគេហទំព័របងtom .com ហើយយើងឃើញយើងស្វែងរកពាក្យ rural development ណាអញ្ចឹងប្រាក់ខែនេះការងារ project officer ដែរចាអញ្ចឹងនៅក្នុង project officer វាមានឈ្មោះគេខុសគ្នានៅខាងមុខហ្នឹងគ្រាន់តែជា officer ដូចគ្នាប្រាក់ខែ500ទៅ700ហ្នឹងឥឡូវគឺយើងចុះមកមើលណាយើងចុះមកមើលពីរបៀបនៃការដាក់ពាក្យវិញនៅខាងអង្គការក៏មានតម្រូវការខ្ពស់ជាងខាងឯកជនណាចារបៀបនៃការដាក់ពាក្យគឺយើងមើលជាទូទៅនៅខាងអង្គការគឺមានឯកសារភ្ជាប់នៅក្នុងហ្នឹងឲ្យយើងមើលបន្ថែមទៅតាមមុខតំណែងនីមួយហើយរបៀបនៃការដាក់ពាក្យគឺគាត់ប្រាប់យើងនៅតាមអភិវឌ្ឍជនបទហ្នឹងដែរណាហើយនៅក្នុងនេះគឺយើងមើលមុខតំណែងទាំងភាគច្រើនគឺសុទ្ធតែមកពីខាងអង្គការហើយនឹងពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលផងដែរនៅក្នុងការងាររបស់គាត់ណាបើមានគឺវាបង្ហាញនៅក្នុងហ្នឹងហើយនៅក្នុងគឺយើងមើល facilitator ចានៅខាង First Step Cambodia Program Officer
នៅខាង Development and Partnership in Action ហ្នឹងគឺការងារផុតកំណត់ថ្ងៃទី12ខែ1ហ្នឹងហើយតកតងជាមួយមុខតំណែងដែលគាត់កំពុងតែត្រូវការហ្នឹងគឺមានច្រើនមុខតំណែងណាដូច្នេះសម្រាប់ពួកយើងចាប់អារម្មណ៍ការងារផ្នែកខាងអភិវឌ្ឍជនបទ complex ណាមានការងារច្រើនដែលកំពុងតែរងចាំពួកយើងក្នុងការដាក់ពាក្យទៅចឹងនៅក្នុងការងារនីមួយៗហ្នឹងគឺគាត់មានបញ្ជាក់នៅក្នុងហ្នឹងខណ្ឌថានៅក្នុងនេះប្រាក់ខែគឺសុទ្ធតែដាក់ពាក្យថាចរចាបានហើយដោយតម្រូវឲ្យយើងមើលទៅលើទំហំការងារដែលយើងអាចធ្វើបានហើយយើងដាក់ប្រាក់ខែដែលយើងអាចធ្វើបានណាឬមួយក៏យើងដាក់ពាក្យទៅសិនហើយប្រាក់ខែចាំប្រាក់ខែចរចាតាមក្រោយនៅពេលដែលយើងសម្ភាសត្រូវគ្នាណាចាដូច្នេះនេះគឺជាឱកាសល្អសម្រាប់ពួកយើងក្នុងការមើលព័ត៌មានការងារក៏ដូចជាចង់បានការងារផ្នែកខាងអភិវឌ្ឍជនបទគឺការងារភាគច្រើនមកពីខាងអង្គការណាសម្រាប់អ្នកដែលគាត់ធ្លាប់ធ្វើការអង្គការហ្នឹងគឺត្រូវតែម្ដងណាជាទូទៅតម្រូវការបទពិសោធន៍ការងារចំណេះដឹងគឺគាត់ត្រូវការនៅទីនេះគឺចាប់ពី5ឆ្នាំឡើងទៅអញ្ចឹងតម្រូវការគាត់ខ្ពស់ហើយបើតម្រូវការខ្ពស់ប្រាក់ខែក៏មិនទាបដែរអត្ថប្រយោជន៍ក៏ខ្ពស់ដែរណាអញ្ចឹងបើយើងចាប់អារម្មណ៍គឺយើងចូលទៅណាយើងដាក់ពាក្យទៅតាមប្រភេទការងារដែលយើងគិតថាយើងអាចធ្វើបានអញ្ចឹងតាក់ទងជាមួយការងារនេះដូចជាមន្ត្រីសម្របសម្រួលអភិវឌ្ឍសហគមន៍ចាគាត់ត្រូវការ4នាក់ណាដូច្នេះវាជាឱកាសល្អសម្រាប់ពួកយើងហើយសម្រាប់ដែលយើងមានគោលបំណងចង់ធ្វើការផ្នែកនៅខាងអង្គការណាចាចឹងថ្ងៃនេះគឺយើងមានប៉ុណ្ណឹងហើយក៏សូមជូនពរពួកយើងមានសំណាងល្អជោគជ័យសិរីសួស្តីក្នុងការងារទាំងអស់គ្នាចាសូមអរគុណ